នេះថ្ងៃសៅរ៍បានភ្ញៀវទាំងកណ្ដាលថ្ងៃត្រង់មកញ៉ាំបាយថ្ងៃត្រង់ហើយថាអង្គុយលេងស្ដាប់ចាបយំ1 ម៉ោង 2ដល់ពេលហើយមានអីមើលអាបលេងទៅមានអ្នកកំងក្បែរផ្ទះហើយគាត់មក Townsend ហ្នឹងកន្លែងខ្ញុំធ្វើការចាស់យូរហើយតាំងពីមកអាមេរិកដំបូងហើយប្រើរយៈពេលមិញខ្ទង់ជា40នាទីបានលុយ$30ដែរនេះជាជើងដំបូងមកអស់ហើយចាំមើលរត់ដាក់ GPS ទៅផ្ទះវិញទៅផ្ទះសម្រាប់សិនព្រោះអត់ចង់ចេញពេលថ្ងៃទេហើយចាំពេលយើងស្រួលបួលហើយរៀបចំរួចរាល់ចាំយើងចេញភាសាទៀតឥឡូវទៅផ្ទះវិញនេះមកដល់ Nashua New Hampshire បងប្អូនដៃថ្មីដែលទើបតែចុះឈ្មោះបើកឡានណាបើសិនជាអាចកុំមកខាង New Hampshire ដោយសារតែនៅខាងនេះឲ្យថោកជាងនៅខាង Massachusetts ការកណនីលុយរបស់ពួកវាគឺចាញ់បោកពួកវាដាច់ហ្មងវាគិតលុយវាឲ្យថ្លៃម៉ាយថោកហើយពេលទៅយកភ្ញៀវក៏វាអត់គិតលុយឲ្យដែរនៅខាង Massachusetts វាគិតលុយតាំងពីពេលយើងទៅយកភ្ញៀវនិងពេលយកភ្ញៀវទៅដាក់កន្លែងដែលពួកគាត់ទៅអញ្ចឹងគិតលុយទាំងអស់នៅ New Hampshire អត់គិតចឹងទេគិតតែពេលដាក់មនុស្សចុះទេទៅយកចង្កាលឲ្យឯងទៅយកឡើង5ម៉ាយអស់10នាទីណាមានគិតលុយឲ្យហើយពីណាទៅយក ride ចេញពីនឹងមកមិនចឹងណាហើយយើងដល់ពេលចឹងយើង cancel ចោលរហូតដល់ពេល cancel ចោលអា rate របស់យើងកាន់តែធ្លាក់តាមនឹងដែរអញ្ចឹងពេលខ្លះពេលមក New Hampshire សុកចិត្តបិទ line ចោលហើយជិះទៅ Massachusetts វិញមកអាហ្នឹងសម្រាប់អ្នកគាត់ទៅចុះឈ្មោះដំបងអីខ្ញុំប្រាប់ទៅមុនណាហើយថាចង់បើកគិតថាចំណេញយកទៅប៉ុន្តែវាបានថោកណា1ម៉ោងអត់បាន$30ផងនៅខាង Massachusetts យើងហើយយ៉ាងតិច1ម៉ោង30ហើយក្រុមហ៊ុនធានា1ម៉ោង$34ជាងនោះហើយនៅនេះខ្ញុំគិតថា$20 $25អស់ឥឡូវនេះម៉ោង5កន្លះចាប់ផ្ដើមបើកម្ដងទៀតហើយទទួលកំងមួយជើងនេះគឺដាក់គាត់ចុះហើយគឺមកផ្ទះមកគាត់នៅខាង Volta មកពីខ្ញុំទៅប្រហែលជាកន្លះម៉ោងតែអត់អីទេដោយសារតែគាត់ទៅឆ្ងាយដែរគាត់ទៅជីប្រហែលជា1ម៉ោងជាងហើយបានលុយច្រើនបានលុយដូចជា150ដូចជា$160អញ្ចឹងពេលដាក់គាត់ចុះហើយដាក់ GPS មកផ្ទះចប់ហ្មងហើយប៉ុនឯករាជ្យជាតិរបស់អាមេរិកស្ងាត់ជ្រាបបងអើយបងប្អូនអើយonline ចោលមកស្ទូដែរតែមុននឹងចូលយកកំងមួយនឹង online ឡើងកន្លះម៉ោងហើយអត់មានមនុស្សជីទេស្ងាត់ជ្រាបតាមផ្លូវក៏អត់មានឃើញឡានដែរអញ្ចឹងមកជើងនឹងហើយដាក់គាត់ចុះដាក់ GPS មកផ្ទះចប់ថ្ងៃហ្នឹងស្អែកចាំយើងគិតទៀតឥឡូវនេះមកដល់កន្លែងយកភ្ញៀវហើយភ្ញៀវនៅឈរចាំនៅក្រៅស្រាប់តាមពិតទៅភ្ញៀវមិនមែនជិះ1ម៉ោងជាងទេភ្ញៀវជិះឡើងជិត3ម៉ោងខ្ញុំមើលម៉ោងខុសដល់ពេលដាក់ភ្ញៀវចុះហើយបានដឹងថាអូចប់បាត់ហើយទៅដល់កន្លែងដាក់ភ្ញៀវចុះហ្នឹងម៉ោងសឹងតែម៉ោង9បាត់ហើយតម្រាំឲ្យខ្ញុំជិះមកផ្ទះវិញយប់មិញហ្នឹងម៉ោង7:02មកខ្ញុំដល់ផ្ទះដប់មួយជើងហ្នឹងក៏បានលុយច្រើនដែរប៉ុន្តែវាខាតពេលចំណាយពេលឡើងចង់6ម៉ោងទៅមកពេលយកហើយចាប់ផ្ដើមស្ដាយក្រោយខ្លួនឯងគិតថាមិនគួរណាទៅយកសោះប៉ុន្តែគាត់ឡើងលើឡានហើយបើយើងបដិសេធក៏វាអត់បានលើក្រោយតតែមើលឲ្យច្បាស់បន្តិចខ្ញុំស្មានតែ1ម៉ោងជាងដឹងអីឡើងជិត3ម៉ោង